ថ្ងៃនេះដែរខ្ញុំជាគ្រូបច្ចេកទេសខាងក្រុមហ៊ុន VS On Tremis បានចុះមកចំការគឺយើងចុះមកតាមដាននិងណែនាំពីបច្ចេកទេសនៃការប្រើប្រាស់ទីថ្នាំមួយចំនួនគាត់មានបញ្ហាទៅលើកត្តាធម្មជាតិដូចជាទី1កត្តាធម្មជាតិទី2ពាក់ព័ន្ធទៅលើសត្វល្អិតអញ្ចឹងពីខាងក្រុមហ៊ុន Tremis យើងទៅយើងសូមណែនាំរូបមន្តមួយទី1គឺយើងមានអន្ត្រីជប់ចិត្តចំនួន50ក្រាមអន្ត្រី Propionate ចំនួន50ក្រាមនិងមានថ្នាំសត្វល្អិត BM21 ចំនួន30 ml លាយទឹក25លីត្របាញ់ស្របទៅលើដងដើមរបស់វាហើយត្រាប់រូបមន្តនេះដែរគឺយើងបាញ់ដើម្បីព្យាបាលទី1គឺយើងព្យាបាលទៅលើជំងឺទៅលើដងដើមរបស់វាទី2គឺយើងបាញ់សម្រាប់សត្វល្អិតដែលវាមកបំផ្លាញចំការរបស់កសិករស្គាល់ទាំងអស់គ្នាអាចពិនិត្យមើលជាមួយខ្ញុំផ្ទាល់បានអញ្ចឹងសម្រាប់ពោលរបស់ចំការរបស់វឿននេះគាត់មានបញ្ហាទៅលើទី1ពាក់ព័ន្ធទៅលើកត្តាធម្មជាតិអញ្ចឹងវាធ្វើឲ្យដងដើមរបស់វាទទួលរងពីជំងឺហើយនឹងសត្វល្អិតអញ្ចឹងពីខាងក្រុមហ៊ុន Tremis ខ្ញុំទៅក៏បានណែនាំរូបមន្តដូចនៅខាងលើអញ្ចឹងបើសិនជាប្រជាកសិករទាំងអស់ចង់ដឹងបច្ចេកទេសមួយចំនួនពាក់ព័ន្ធទៅលើការប្រើប្រាស់និងបច្ចេកទេសទៅលើការព្យាបាលជំងឺអាចតាក់ទងមកកាន់ page ក្រុមហ៊ុន VS On Tremis បានឬក៏អាចតាក់ទងមកតាមលេខទូរស័ព្ទដែលនៅខាងលើ caption នឹងបានសម្រាប់ពីខ្ញុំទៅគ្រូបច្ចេកទេសសូមមានតែប៉ុណ្ណឹងសូមអរគុណ